មនុស្សម្នាក់អាចរក្សាភាពសង្ហានិងមុនស្នេហ៍បានរហូតដល់អាយុជិត90 ឆ្នាំបាននិយាយអំពីតារាសម្ដែងដែលមានឥទ្ធិពលបំផុតម្នាក់និងជាតួអង្គតំណាងឲ្យភាពស៊ីវិល័យនៃវិស័យភាពយន្តហុងកុងគេមិនអាចមើលរំលងតួអង្គម្នាក់ឈ្មោះថា Patrick Swayze ឬដែលអ្នកគាំទ្រខ្មែរយើងតែងតែហៅគាត់ពេញថាស្ដេចល្បែងនោះឡើយលោកមិនត្រឹមតែជាតារាសម្ដែងដែលមានសមត្ថភាពខ្ពស់ប៉ុណ្ណោះទេប៉ុន្តែលោកគឺជានិមិត្តរូបនៃភាពសង្ហាប្រចាំយុគសម័យមាសនៃភាពយន្តហុងកុងតែអ្នកដឹងទេថាមុននឹងក្លាយទៅជាម្ចាស់ពានរង្វាន់តារាសម្ដែងឆ្នើមនិងជាឪពុករបស់តារាសម្ដែងល្បីឈ្មោះ Nicolas Swayze តើលោក Patrick Swayze បានឆ្លងកាត់ព្យុះភ្លៀងអ្វីខ្លះថ្ងៃនេះយើងនឹងនាំអ្នកទាំងអស់គ្នាទៅធ្វើដំណើរថយក្រោយដើម្បីតាមដានខ្សែជីវិតដ៏អស្ចារ្យរបស់លោកចាប់តាំងពីកុមារភាពដែលធ្លាប់ឆ្លងកាត់ភាពក្រីក្រការហក់ចូលក្នុងវិស័យសិល្បៈរហូតក្លាយទៅជាតារាជួរមុខដែលរក្សាកេរ្តិ៍ឈ្មោះបានរាប់ទសវត្សរ៍រួមទាំងរឿងរ៉ាវស្នេហានិងគ្រួសារដ៏ចម្រូងចម្រាសដែលមហាជនតែងតែតាមដានមិនដែលដាច់តោះទៅជួបជាមួយនឹងរឿងរ៉ាវពិតរបស់ស្ដេចល្បែងទាំងអស់គ្នាមុននឹងក្លាយទៅជាកំពូលតារាដែលពិភពលោកស្គាល់ថា Patrick Swayze លោកមានឈ្មោះពិតថា Segayuk លោកបានកើតនៅថ្ងៃទី9 ខែសីហាឆ្នាំ1936ក្នុងទីក្រុងខ្វាងជូវប្រទេសចិននៅក្នុងគ្រួសារធំមួយដែលមានបងប្អូនរហូតដល់ទៅ8នាក់ហើយលោកគឺជាកូនទី4នៅក្នុងគ្រួសារជីវិតកុមារភាពរបស់លោកនៅក្នុងកំឡុងទសវត្សរ៍ឆ្នាំ1950គ្រួសាររបស់លោកបានសម្រេចចិត្តផ្លាស់ប្ដូរទីលំនៅមករកជីវិតថ្មីនៅដែនដីហុងកុងគឺនៅទីនេះហើយដែលវាសនាបានចាមមកថាលោកគឺជាតារាភ្លឺចែងចាំងបំផុតម្នាក់នៅអាយុត្រឹម17ឆ្នាំដោយសារតែរូបសម្បត្តិខ្ពស់ស្រឡះមុខមាត់និងរូបរាងសង្ហាមានមន្តស្នេហ៍ពីធម្មជាតិលោក Patrick Swayze បានទាក់ភ្នែកផលិតករម្នាក់យ៉ាងខ្លាំងហើយបានចុះកិច្ចសន្យាចូលជាតារាសម្ដែងនៅក្នុងក្រុមហ៊ុនភាពយន្តកុងងីដំបូងឡើយលោកគ្រាន់តែជាយុវជនម្នាក់ដែលស្វែងរកឱកាសការងារប៉ុន្តែគ្រាន់តែបានបោះជំហានចូលមុខកាមេរ៉ាភ្លាមភាពលេចធ្លោរបស់លោកបានធ្វើឲ្យទស្សនិកជននាសម័យនោះមានការគាំទ្រយ៉ាងខ្លាំងលោកបានក្លាយទៅជាតារាដែលគ្រប់ផលិតកម្មចង់បានសម្ដែងនៅក្នុងរឿងរបស់ខ្លួនជាពិសេសគឺតួអង្គបែបយុវជនស៊ីវិល័យនិងមានអំណាចដែលជាគ្រឹះដ៏រឹងមាំនាំលោកទៅកាន់តំណែងជាស្ដេចល្បែងនាពេលអនាគតឈានចូលដល់ទសវត្សរ៍ឆ្នាំ60និង70លោក Patrick Swayze បានក្លាយទៅជាព្រះអាទិត្យដែលកំពុងរះត្រដែតក្នុងវិស័យភាពយន្តនិងរឿងមនោសញ្ចេតនារាល់ភាពយន្តដែលមានវត្តមានរបស់លោកតែងតែទទួលបានការគាំទ្រភ្លុកទឹកភ្លុកដីរហូតលោកត្រូវបានគេចាត់ទុកថាជាបរិសុទ្ធនៅក្នុងសុបិនរបស់នារីទូទាំងអាស៊ីនាសម័យនោះប៉ុន្តែបើនិយាយអំពីចំណុចកំពូលដែលធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់លោកក្លាយជាវីរភាពមិនអាចបំភ្លេចបាននោះគឺនៅក្នុងរឿង The Shell Game ឬស្ដេចល្បែងនេះគឺជាខ្សែភាពយន្តដែលផ្លាស់ប្ដូរជីវិតរបស់លោកទាំងស្រុងតាមរយៈតួអង្គម្ចាស់បៀដែលមានឫកពាហំហាននិងបច្ចេកទេសលេងបៀដ៏អស្ចារ្យលោកទទួលបានរហស្សនាមថា Ford Brother រហស្សនាមនេះមិនត្រឹមតែល្បីនៅក្នុងហុងកុងនោះទេសូម្បីតែអ្នកគាំទ្រនៅក្នុងប្រទេសកម្ពុជាយើងក៏ស្គាល់លោកច្បាស់តាមរយៈរឿងនេះដែររឿង The Legend of the Condor Heroes ក្នុងឆ្នាំ1983លោកបានផ្លាស់ប្ដូរស្ទីលមកសម្ដែងជាតួអង្គ Yang Tixin ដែលជាតួអង្គមានដួងវិញ្ញាណអ្នកក្លាហាននិងទទួលបានការសរសើរយ៉ាងខ្លាំងពីទស្សនិកជននៅជុំវិញការសម្ដែងដ៏រស់រវើករឿង Shaolin Soccer ក្នុងឆ្នាំ2001មហាជនជំនាន់ក្រោយប្រកាសជាចងចាំលោកមិនភ្លេចនៅក្នុងតួអង្គមេក្រុមបាល់ទាត់អាក្រក់ឈ្មោះហុងដែលសម្ដែងជាមួយនឹងស្ដេចល្បែងលោកតិនហ្វីទោះបីជាក្នុងរឿងនេះលោកសម្ដែងជាតួអង្គចិត្តអាក្រក់ប៉ុន្តែស្ទីលពាក់វ៉ែនតាខ្មៅនិងរឹកពីដ៏មានអំណាចរបស់លោកអាចធ្វើឲ្យតួអង្គនេះក្លាយទៅជាតួអង្គ icon មួយនៅក្នុងរឿង Time ក្នុងឆ្នាំ2021ចុងក្រោយបើទោះបីជាមានវ័យរហូតដល់ទៅ85ឆ្នាំទៅហើយក្តីក៏តារារូបនេះមិនទាន់រលត់ពន្លឺឡើយលោកបានបង្ហាញសមត្ថភាពដ៏អស្ចារ្យនៅក្នុងរឿង Time ដែលជួយឲ្យលោកឈ្នះពានរង្វាន់តារាសម្ដែងឆ្នើម Best Actor នៅក្នុងកម្មវិធី Hong Kong Film Awards នេះគឺជាភស្តុតាងដែលបញ្ជាក់ថាលោកគឺជាត្បូងពេជ្រដ៏មានតម្លៃបំផុតនៅក្នុងវិស័យភាពយន្តហុងកុងដែលមិនចេះចាស់ទៅតាមពេលវេលានោះឡើយក្រៅពីអាជីពដ៏ជោគជ័យនៅក្នុងរឿងរ៉ាវជីវិតឯកជននិងស្នេហារបស់លោក Patrick Swayze ក៏ជាប្រធានបទដ៏ក្តៅគគុកដែលអ្នកសារព័ត៌មាននិងមហាជនចាប់អារម្មណ៍មិនដែលដាច់លោកត្រូវបានគេស្គាល់ថាជាបុរសដែលមានមន្តស្នេហ៍ខ្លាំងបំផុតដែលអាចឆក់យកបេះដូងនារីស្អាតៗកម្រិតកំពូលបាននៅក្នុងជីវិតអាពាហ៍ពិពាហ៍លោកបានឆ្លងកាត់ចំណងស្នេហ៍ធំៗចំនួន2លើកទី1នៅក្នុងឆ្នាំ1974លោកបានរៀបការជាមួយនឹងអ្នកស្រី Chen Chen ដែលជាតារាសម្ដែងតៃវ៉ាន់ដ៏ល្បីល្បាញប៉ុន្តែចំណងស្នេហ៍ដែលមហាជនគិតថាផ្អែមល្ហែមនេះបានឈានដល់ទីបញ្ចប់ទៅវិញនៅក្នុងឆ្នាំ1977លើកទី2នៅក្នុងឆ្នាំ1979លោកបានចាប់ដៃជាមួយនឹងអ្នកស្រី Deborah Lee ដែលជាម្ចាស់មកុដបវរកញ្ញាហុងកុងឆ្នាំ1973
អ្នកទាំងពីរបានក្លាយទៅជាប្តីប្រពន្ធគំរូនិងជាគ្រួសារតារាដ៏មានឥទ្ធិពលបំផុតនៅក្នុងយុគសម័យនោះជាលទ្ធផលនៃអាពាហ៍ពិពាហ៍ទី2នេះលោកទទួលបានចំណងដៃកូនដ៏មានសមត្ថភាពចំនួន2រូបដែលបន្តវេននៅក្នុងវិស័យសិល្បៈយ៉ាងអស្ចារ្យកូនទី1គឺលោក Nicolas Say កូនប្រុសច្បងដែលបច្ចុប្បន្នគឺជាកំពូលតារាសម្ដែងតារាចម្រៀងនិងជាសហគ្រិនលំដាប់ជួរមុខរបស់អាស៊ីNicolas មិនត្រឹមតែទទួលមរតកភាពសង្ហាប៉ុណ្ណោះទេប៉ុន្តែថែមទាំងសមត្ថភាពសិល្បៈដ៏ប៉ិនប្រសប់ពីឪពុកទៀតផងកូនទី2 Jennifer Say កូនស្រីពៅដែលមានរូបសម្រស់ស្រស់ស្អាតនិងជាតារា model ព្រមទាំងតារាសម្ដែងដែលមានកេរ្តិ៍ឈ្មោះល្បីម្នាក់ផងដែរអ្វីដែលគួរឲ្យកោតសរសើរបំផុតនោះគឺទោះបីជាលោក Patrick និងអ្នកស្រី Deborah បានសម្រេចចិត្តលែងលះគ្នានៅក្នុងឆ្នាំ1995ក៏ដោយប៉ុន្តែអ្នកទាំងពីរមិនដែលបង្ហាញភាពល្អកកដាក់គ្នាឡើយផ្ទុយទៅវិញពួកគេតែងតែរក្សាចំណងមិត្តភាពយ៉ាងជិតស្និទ្ធបង្កើតរូបភាពជួបជុំគ្រួសារយ៉ាងកក់ក្ដៅដើម្បីជាកម្លាំងចិត្តដល់កូនៗដែលនេះគឺជាគំរូដ៏កម្រមានមួយនៅក្នុងចំណោមគ្រួសារតារាល្បីៗដទៃទៀតពេលវេលាអាចផ្លាស់ប្ដូរអ្វីៗគ្រប់យ៉ាងប៉ុន្តែវាមិនអាចធ្វើអ្វីមកលើរូបលយឆាយរបស់បុរសម្នាក់នេះបានឡើយទោះបីជាបច្ចុប្បន្នលោក Patrick Say មានវ័យឈានចូលដល់ជិត90ឆ្នាំហើយក៏ដោយក្តីប៉ុន្តែរាល់ពេលដែលលោកបានបង្ហាញខ្លួននៅក្នុងកម្មវិធីសិល្បៈម្ដងលោកតែងតែឆក់យកចំណាប់អារម្មណ៍ពីមហាជនបានជានិច្ចចំណុចដែលធ្វើឲ្យគ្រប់គ្នាស្ងើចសរសើរមិនដាច់ពីមាត់នោះគឺការរក្សាបាននៅ signature look ឬម៉ូដសក់ចងទៅក្រោយយ៉ាងស្អាតបាតរួមជាមួយនឹងវ៉ែនតាខ្មៅដ៏មានអំណាចដែលជាអត្តសញ្ញាណប្រចាំខ្លួនរបស់លោកតាំងពីដើមមកលោកត្រូវបានគេចាត់ទុកថាជាតារាដែលមានស្ទាយបែបទាន់សម័យនិងជាមេរៀនជីវិតមួយដែលបង្ហាញថាអាយុគ្រាន់តែជាតួលេខប៉ុណ្ណោះក្រៅពីការងារសិល្បៈលោក Patrick ក៏ល្បីល្បាញខ្លាំងខាងការថែរក្សាសុខភាពផងដែរលោកចូលចិត្តរស់នៅក្នុងបែបយុវវ័យមានភាពវិជ្ជមាននិងតែងតែចំណាយពេលវេលាហាត់ប្រាណជាប្រចាំដើម្បីរក្សារាងឲ្យនៅតែស្រស់សង្ហានិងមាំមួនភាពរឹងមាំផ្លូវកាយនិងផ្លូវចិត្តនេះហើយដែលធ្វើឲ្យលោកនៅតែឈរជើងយ៉ាងរឹងមាំក្នុងវិស័យកម្សាន្តហុងកុងបានរាប់ទសវត្សរ៍ជីវិតរបស់លោក Patrick Say គឺជាការឆ្លុះបញ្ចាំងពីការតស៊ូភាពជោគជ័យនិងការរក្សាតម្លៃខ្លួនឯងទោះបីជាពិភពលោកវិវត្តទៅដល់ណាក៏ដោយឈ្មោះរបស់ស្ដេចល្បែងរូបនេះនៅតែដក់ជាប់នៅក្នុងបេះដូងអ្នកគាំទ្រភាពយន្តហុងកុងគ្រប់ជំនាន់ជាពិសេសគឺអ្នកគាំទ្រនៅក្នុងប្រទេសកម្ពុជាយើងជានិរន្តរ៍បាននិយាយអំពីលោក Patrick Say ហើយមិនលើកយកវ៉ែនតាខ្មៅមកនិយាយនោះពិតជាការខ្វះចន្លោះដ៏ធំមួយវ៉ែនតាខ្មៅបានក្លាយទៅជារូបភាពតំណាងឬអត្តសញ្ញាណដែលមិនអាចបំបែកបានពីខ្លួនលោកមហាជនទូទាំងពិភពលោកតែងតែឆ្ងល់និងចោទសួរថាហេតុអ្វីបានជាលោកពាក់វ៉ែនតាខ្មៅគ្រប់ពេលវេលាបែបនេះមិនថាយប់ឬថ្ងៃមិនថានៅទីសាធារណៈឬសូម្បីតែនៅក្នុងផ្ទះនិងក្នុងកម្មវិធីជួបជុំលក្ខណៈគ្រួសារក៏ដោយហេតុកំបាំងនេះត្រូវបានលោក Patrick បង្ហើបឲ្យដឹងដោយផ្ទាល់ថាការពាក់វ៉ែនតាខ្មៅមិនមែនគ្រាន់តែដើម្បីបង្អួតភាពសង្ហាឬភាពលយឆាយតែមួយមុខនោះទេសម្រាប់លោកវ៉ែនតាខ្មៅគឺជាប្រភពនៃទំនុកចិត្តលោកធ្លាប់បាននិយាយបែបកំ pl ែងថាវាជួយបិទបាំងនៅភាពនឿយហត់នៃកែវភ្នែកនិងជួយឲ្យមានអារម្មណ៍ថាមានសុវត្ថិភាពនៅក្នុងការប្រឈមមុខជាមួយនឹងកាមេរ៉ាយូរទៅវាក៏បានក្លាយទៅជាចំណែកមួយនៃរាងកាយរបស់លោកទៅហើយក្រៅពីវ៉ែនតាអ្វីដែលធ្វើឲ្យគ្រប់គ្នាស្ងើចសរសើរមិនដាច់ពីមាត់គឺការរចនាបថនៃសម្លៀកបំពាក់ទោះបីជាវ័យកាន់តែទៅមុខប៉ុន្តែស្ទីលតុបតែងខ្លួនរបស់លោកគឺនៅតែស៊ីវិល័យនិងទាន់សម័យជានិច្ចលោកតែងតែជ្រើសរើសសម្លៀកបំពាក់ដែលមានរាង slim អាវធំដែលកាត់យ៉ាងផ្ចិតផ្ចង់និងគ្រឿងអលង្ការបន្តិចបន្តួចដែលអាចធ្វើឲ្យលោកមើលទៅខុសប្លែកដាច់ពីតារាជើងចាស់ដទៃទៀតនេះហើយគឺជាមន្តស្នេហ៍របស់ស្ដេចល្បែងដែលមិនព្រមចុះចាញ់ទៅតាមអាយុនិងតែងតែរក្សាភាពជាយុវវ័យនៅក្នុងបេះដូងជានិច្ចក្រៅពីអាជីពសម្ដែងដ៏រុងរឿងរឿងរ៉ាវផ្ទាល់ខ្លួនមួយដែលធ្លាប់ធ្វើឲ្យផ្អើលពេញពិភពសិល្បៈអាស៊ីនិងមានការជជែកដេញដោលគ្នាយ៉ាងខ្លាំងគឺទំនាក់ទំនងស្នេហាខុសវ័យរវាងលោកនិងមិត្តស្រីវ័យក្មេងជនជាតិចិនម្នាក់ឈ្មោះ Coco អ្វីដែលធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលបំផុតនោះគឺអ្នកទាំងពីរមានអាយុខុសគ្នារហូតដល់ទៅ49ឆ្នាំពលគឺមិត្តស្រីរបស់លោកមានអាយុប្អូនកូនប្រុសរបស់លោកទៅទៀតបើទោះបីជាទទួលបានការរិះគន់និងពាក្យចចាមអារាមមិនល្អពីមហាជនមួយចំនួនក៏ដោយប៉ុន្តែលោក Patrick Say បានបង្ហាញឲ្យពិភពលោកបានឃើញតាមរយៈសកម្មភាពជាក់ស្ដែងថាសេចក្តីស្នេហាពិតគឺមិនប្រកាន់វ័យឡើយលោកនិង Coco បានសាងចំណងស្នេហ៍ដ៏ផ្អែមល្ហែមនិងនៅក្បែរគ្នាអស់រយៈពេលជាង10ឆ្នាំដែលជាពេលវេលាមួយបញ្ជាក់ពីភាពស្មោះត្រង់និងការយល់ចិត្តគ្នាលើសពីអាយុកាលទោះបីជាយ៉ាងណារឿងរ៉ាវស្នេហានេះបានដើរដល់ទីបញ្ចប់នៅក្នុងឆ្នាំ2018
ប៉ុន្តែអ្វីដែលធ្វើឲ្យមហាជនកាន់តែគោរពស្រឡាញ់លោកនោះគឺមូលហេតុនៃការបែកបាក់លោក Patrick បានបង្ហើបដោយចិត្តទូលាយថាមូលហេតុដែលលោកបានសម្រេចចិត្តចែកផ្លូវគ្នាគឺដោយសារតែលោកមិនចង់ប្រើប្រាស់ភាពអាត្មានិយមដើម្បីរក្សានាងទុកនោះទេលោកចង់ឲ្យខូខូដែលនៅមានវ័យក្មេងមានឱកាសទៅស្វែងរកអនាគតដ៏ភ្លឺស្វាងកសាងគ្រួសារនិងជួបអ្នកថ្មីដែលស័ក្តិសមជាងរូបលោកដែលកាន់តែចាស់ទៅនេះគឺជាសកម្មភាពនៃសុភាពបុរសដ៏ពិតប្រាកដដែលសុខចិត្តឈឺចាប់ដើម្បីឲ្យមនុស្សដែលខ្លួនស្រឡាញ់មានក្តីសុខនៅក្នុងវិស័យភាពយន្តដែលមានការប្រកួតប្រជែងខ្ពស់ដូចជាហុងកុងការឈរជើងឲ្យបានយូរគឺជារឿងពិបាកណាស់ទៅហើយប៉ុន្តែការរក្សាបាននូវឥទ្ធិពលនិងគុណភាពនៃការសម្ដែងបានរហូតដល់វ័យជិត90ឆ្នាំជាការតបស្នងចំពោះការលះបង់កម្លាំងកាយចិត្តនិងទេពកោសល្យនៅក្នុងវិស័យសិល្បៈអស់រយៈពេលជាង6ទសវត្សរ៍លោក Patrick Say ត្រូវបានផ្ដល់កិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតគឺពានរង្វាន់ Lifetime Achievement Awards នៅក្នុងកម្មវិធី Hong Kong Film Awards ក្នុងឆ្នាំ2019ពានរង្វាន់នេះមិនត្រឹមតែជាការផ្ដល់តម្លៃលើស្នាដៃអតីតកាលរបស់លោកប៉ុណ្ណោះទេប៉ុន្តែវាគឺជាការទទួលស្គាល់ថាលោកគឺជាសសរស្តម្ភដ៏រឹងមាំដែលបានរួមចំណែកកសាងភាពរុងរឿងឲ្យភាពយន្តហុងកុងរហូតមកដល់សព្វថ្ងៃអ្វីដែលកាន់តែអស្ចារ្យនិងធ្វើឲ្យពិភពលោកត្រូវបើកភ្នែកធំមើលនោះនៅក្នុងឆ្នាំ2021តាមរយៈខ្សែភាពយន្តរឿង Time លោក Patrick បានបង្ហាញឲ្យឃើញថាសមត្ថភាពរបស់លោកមិនបានចុះថយតាមវ័យឡើយលោកបានដណ្ដើមយកពានរង្វាន់តួឯកប្រុសឆ្នើម Best Actor ក្នុងវ័យ85ឆ្នាំដែលនេះគឺជាការបំបែកកំណត់ត្រាប្រវត្តិសាស្ត្រជាតារាសម្ដែងដែលមានវ័យចំណាស់ជាងគេបំផុតដែលទទួលបានពានរង្វាន់កំពូលមួយនេះជោគជ័យនេះបានក្លាយទៅជាមេរៀននិងជាកម្លាំងចិត្តដ៏មានតម្លៃសម្រាប់សិល្បករជំនាន់ក្រោយថាដរាបណាយើងនៅមានដង្ហើមនិងមានក្តីស្រឡាញ់ទៅលើអ្វីដែលយើងធ្វើនោះពេលវេលានឹងមិនអាចបញ្ឈប់ភាពជោគជ័យរបស់យើងបានឡើយនៅក្នុងពិភពសិល្បៈហុងកុងគ្រួសាររបស់លោកគឺជាគ្រួសារត្រកូលសេដែលលេចធ្លោមួយភាពល្បីល្បាញទាំងលោកនិងកូនប្រុសរបស់លោកនីកូឡាសេទោះបីជាយ៉ាងណាផ្លូវដើរនៃមនោសញ្ចេតនាឪពុកកូនមួយនេះមិនមែនសុទ្ធតែមានភាពផ្អែមល្ហែមតាំងពីដើមមកនោះទេកាលនីកូឡាសេនៅជាយុវវ័យអ្នកទាំងពីរហាក់ដូចជាមានគម្លាតពីគ្នាហើយមិនសូវបានជិតស្និទ្ធប៉ុន្មានឡើយមូលហេតុចម្បងគឺដោយសារតែភាពមមាញឹកនៅក្នុងអាជីពសិល្បៈរៀងៗខ្លួននិងអត្តចរិតរឹងមាំមិនសូវចេះបញ្ចេញអារម្មណ៍ដូចគ្នាដែលធ្វើឲ្យពួកគេហាក់ដូចជាមានជញ្ជាំងខណ្ឌចែកនៅចន្លោះកណ្ដាលនីកូឡាសធ្លាប់បានបង្ហើបថាកាលពីមុនលោកនិងឪពុកមិនសូវមានពេលវេលានិយាយគ្នាបានច្រើនឡើយប៉ុន្តែពេលវេលាគឺជាឱសថដ៏ស័ក្តិសិទ្ធិនៅប៉ុន្មានឆ្នាំចុងក្រោយនេះមហាជនបានសង្កេតឃើញនៅការប្រែប្រួលដ៏គួរឲ្យកក់ក្ដៅបំផុតនីកូឡាសេដែលបច្ចុប្បន្នគឺជាសេដ្ឋីនិងជាកំពូលតារាដ៏មានឥទ្ធិពលបានបង្ហាញពីភាពកតញ្ញូយ៉ាងជ្រាលជ្រៅចំពោះឪពុកលោកតែងតែឆ្លៀតពេលពីការងារដ៏មមាញឹកដើម្បីមកមើលថែនិងនៅក្បែរលោក Patrick ជាញឹកញាប់មិនត្រឹមតែផ្ដល់នូវកម្លាំងចិត្តលោកនីកូឡាក៏បានបង្ហាញសេចក្តីស្រឡាញ់តាមរយៈសកម្មភាពដ៏អស្ចារ្យដូចជាការទិញផ្ទះវីឡាដ៏ប្រណិតនិងឡានទំនើបជូនលោក Patrick ជាកាដូដើម្បីឲ្យលោកមានជីវភាពរស់នៅយ៉ាងសុខស្រួលនៅក្នុងវ័យជរារូបភាពដែលពួកគេទាំងពីរអង្គុយជជែកគ្នាឬបង្ហាញខ្លួនរួមគ្នានៅក្នុងកម្មវិធីនានាបានក្លាយទៅជាភស្តុតាងបញ្ជាក់ថាទោះបីជាធ្លាប់មានគម្លាតកាលពីអតីតកាលប៉ុន្តែឈាមខាប់ជាងទឹកហើយមនោសញ្ចេតនាឪពុកនិងកូននៅតែជាចំណងដែលរឹងមាំបំផុតមិនអាចកាត់ថ្លៃបានឆ្លងកាត់ការផ្លាស់ប្ដូរនៃពេលវេលាអស់រយៈពេលរាប់ទសវត្សរ៍លោក Patrick Say មិនមែនគ្រាន់តែជាតារាសម្ដែងធម្មតាប៉ុណ្ណោះទេប៉ុន្តែលោកគឺជាសក្ខីភាពដែលមានតម្លៃបំផុតនៃប្រវត្តិសាស្ត្រភាពយន្តហុងកុងលោកបានដើរឆ្លងកាត់តាំងពីយុគសម័យភាពយន្តសខ្មៅដែលគ្មានសម្លេងរហូតមកដល់យុគសម័យ Digital ទំនើបដែលនេះគឺជាដំណើរជីវិតសិល្បៈមួយដែលកម្រមាននរណាអាចធ្វើបាននៅក្នុងពិភពកំសាន្តអាស៊ីលោកគឺជាបុគ្គលដែលទទួលបានការគោរពយ៉ាងខ្ពង់ខ្ពស់បំផុតពីសំណាក់សិល្បករគ្រប់ជំនាន់សូម្បីតែកំពូលតារាសម្ដែងល្បីៗដែលពិភពលោកស្គាល់ច្បាស់ដូចជាលោក Chow Yun-fat និងតារាកំប្លែងលោក Stephen Chow ឬ Tan Phi ក៏តែងតែបង្ហាញការគោរពកោតសរសើរចំពោះលោកនៅក្នុងនាមជាគ្រូនិងជាបុគ្គលគំរូដ៏អស្ចារ្យម្នាក់ផងដែរឥទ្ធិពលរបស់លោកមិនមែនស្ថិតនៅលើភាពល្បីល្បាញនោះទេប៉ុន្តែវាស្ថិតនៅលើវិន័យនិងភាពថ្លៃថ្នូរដែលលោកបានរក្សាទុកយ៉ាងខ្ជាប់ខ្ជួនលោក Patrick Say បង្រៀនឲ្យយើងស្គាល់ពីអត្ថន័យពិតនៃពាក្យថាវីរបុរសនៅក្នុងពិភពសិល្បៈឬ Legendary Icon ទោះបីជារាងកាយមានការប្រែប្រួលទៅតាមវ័យប៉ុន្តែស្មារតីរស់រវើកភាពជឿជាក់លើខ្លួនឯងនិងមន្តស្នេហ៍ដែលមិនចេះរីងស្ងួតបានធ្វើឲ្យលោកក្លាយទៅជានិមិត្តរូបនៃភាពជោគជ័យជានិរន្តរ៍
ឈ្មោះរបស់លោក Patrick Se នឹងត្រូវកត់ត្រាទុកក្នុងប្រវត្តិសាស្ត្រតាមភាពយន្តហុងកុងដែលបានផ្ដល់ពន្លឺនិងភាពរីករាយដល់ទស្សនិកជនអាស៊ីអស់រយៈពេលជិត1សតវត្សរ៍នេះបាទខ្ញុំបាទសូមបញ្ចប់ត្រឹមប៉ុណ្ណេះអំពីជីវប្រវត្តិរបស់តារាសម្ដែងលោក Patrick Se កុំភ្លេចចុច like share follow ក៏ដូចជា subscribe សម្រាប់ channel YouTube និង page Star Info នេះដើម្បីលើកទឹកចិត្តក្នុងការធ្វើវីដេអូថ្មីៗបន្តទៀតគណៈពេលនេះខ្ញុំបាទសូមអរគុណសូមជម្រាបលា